ចេះតែឡើងលំមាស់នៅtrong ប្រភេទឬក៏ពេលដែលបងនោមមកគឺវាចាប់ផ្ដើមលំមាស់មានអារម្មណ៍ថាលំមាស់តិចតិចណាចាយូរទៅចាប់ផ្ដើមលំមាស់ពេញបរិវេណនឹងឡើងកទួលក្រហមកទួលភេទដូចចែងថ្ងៃកទួលដូចជាគ្រប់មុនកទួលនៅលើtrong ប្រភេទចាថ្លាមានទឹកសសរចាដូចចែងថ្ងៃអញ្ចឹងស្រាប់តែយូរទៅឡើងពេញខ្លួនបងតែម្ដងឡើងមាស់កន្លែងណាឡើងខ្មៅកន្លែងហ្នឹងបងអេះគេងអត់លក់ចាអូខេជាពិសេសនឹងញ៉ាំពពួកចំណីអាហារខុសទៀតនឹងហត់តែលំមាស់យូរឡើងដល់ក្បាលបងទិញថ្នាំលំមាស់យកមកលាបញ៉ាំពពួកចំណីអាហារខុសវាចាប់ដើមរើឡើងវិញចាតើតើនឹងអាការៈនឹងរោគសញ្ញានេះបងគឺបងបានឆ្លងពពួកមេរោគកាំងរោគផ្សិតណាដែលជាទូទៅបងចាខ្លះគឺបងអត់បានចំណាំទេតែបងខ្លះគឺគាត់ដឹងចាបងខ្លះគាត់អត់ដឹងទេដឹងថាវាកើតអីបងខ្លះវាយថាវាជាពពួកមេរោគកាត់ស្រែងផ្សេងអញ្ចឹងណាចាដែលបងនិយាយថាជំងឺស្រែងហ្នឹងគឺរាប់ចូលក្នុងកម្មជំងឺផ្សិតដែរចាពពួកមេរោគកាំងរោគផ្សិតនេះគឺវារស់ក្នុងប្រព័ន្ធឈាមបងចាអញ្ចឹងមកថាបងទិញថ្នាំខ្ញុំពលាបនៅពេលក្រៅគឺវាអត់បាត់ទេវាបាត់តែបន្តិចចុងទៅវាបងញ៉ាំពពួកចំណីអាហារខុសគឺដេញវាចាប់ដើមរើវាចាប់ដើមលំមាស់បងញ៉ាំសាច់មាន់សាច់គោសាច់ទាកាប៉ាសាច់ក្របីអីផ្សេងហ្នឹងចាប់ដើមចាញ់មែវលំមាស់ធ្វើឲ្យបងគេងអត់បានទេចាមានប៉ះពាល់ធ្ងន់មែនទែនហើយវាឆ្លងមកអាហ្នឹងដំណាក់កាលចាដំណាក់កាលដំបូងតិចទៀតបងចាប់ដើមមានបញ្ហាហើមចាប់ដើមឃើញហើមលើចុងប្រភេទបងចាប់ដើមហើមមានប្រេះចាយូរទៅហើមចូលដល់ពងស្វះរបស់បងទៀតចាមានបញ្ហាឈឺចុកអួលពងស្វះឈឺនៅលើថ្ងាសចាពេលនោមមកម្ដងគឺវេទនាខ្លាំងមែនទែនចាចឹងបញ្ហាហើមហើយគឺដំបៅចាដំណាក់កាលហួសពីដំបៅទៅហ្នឹងគឺវាវត្តណាបងចាមកសាច់បងកាត់សាច់ខ្លាយហ្នឹងអាចវត្តទៅជាមហារីកបានចឹងណាតើតោងជាមួយនឹងការវិវត្តនៃជំងឺកាំរោគវាឆ្លងហើយគឺវាអត់ដឹងមកកន្លែងទេបងពីព្រោះអីបងអត់ដឹងខ្លួនចឹងបងចេះតែញ៉ាំពួកចំណីអាហារប្រេះប្រាក់បងចេះតែញ៉ាំចាអញ្ចឹងពេលបងញ៉ាំចំណីអាហារខុសម្ដងមេរោគហ្នឹងគឺវាខៅថាមានកម្លាំងខ្លាំងម្ដងចាដូចទៅដាស់វាអញ្ចឹងចាបងញ៉ាំទៅដូចទៅដាស់វាអញ្ចឹងចាញ៉ាំម្ដងគឺវារើហើយទៅខ្លាំងម្ដងបងញ៉ាំរហូតចាជាពិសេសពេលមានបុណ្យទានកម្មវិធីរកចូលឆ្នាំអីអញ្ចឹងផ្សេងៗណាចាគឺការហូបចុកអីផ្សេងមានច្រើនពពួកប៊ីឬក៏ស្រែអីហ្នឹងសិតតាពពួកជំរុញអីចាជំរុញឲ្យពួកមេរោគហ្នឹងគឺវាហៅថាខ្លាំងមើលតែមិនស្រួលអាការៈនឹងរោគសញ្ញាមិនស្រួលបងឆាប់ប្រឹក្សារកការព្យាបាលគុំទុកយូរណាបងគុំទុកយូររហូតដល់តែហួសពេលនៃការព្យាបាលណាចាព្រោះអីពពួកមេរោគហ្នឹងគឺវាអត់បាត់ខ្លួនឯងទេមេរោគណាបងចាំមិនមែនជាបាក់តេរីទេគឺមេរោគចាអញ្ចឹងគឺវាបង្កចាជាបញ្ហាផ្សេងជាបញ្ហាដុសសាច់ឬក៏ដុំគីអីផ្សេងជាក់ស្ដែងទៅតាមហ្នឹងណាបងចាចែកម្លែកបងប៉ុណ្ណឹងណាហើយតាមមើលសុខភាពខ្លួនឯងបើថាមិនស្រួលចាប់ប្រឹក្សាហើយបងអាចចូលប្រអប់សាស្ត្របានដើម្បីប្រឹក្សាទៅជាមួយនឹងសុខភាពណាទាំងបរិបទនិងស្ត្រីអរគុណ